Chaជំរាបសួរបងប្អូនវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបកាត់អាវកស្មាសញ្ញេះណាបងប្អូនអញ្ចឹងលេខដែលខ្ញុំបោះបានហើយជុំវិញទ្រូងចែក4ជុំវិញតាគៀកចែក4ប្រវែងស្មាចែក2អញ្ចឹងមកបងប្អូនឥឡូវយើងចាប់ផ្ដើមកាត់មកជាដំបូងយើងបោះដល់ធ្នេមួយលេខដោយសារអាវខ្ញុំហ្នឹងគុណជើងអាវបងប្អូនតបមកយើងបោះសម្រងអាវសម្រងរៀងចោះក3លេខតបមកសម្រងរៀងណាបងប្អូនអញ្ចឹងយើងទាញ40ម៉ែត្រម្ដងយើងបានចំណុចសម្រងរៀងប្រវែងអាវចោះក3លេខអញ្ចឹងមកតបមកយើងគូអញ្ចឹងក្បួនជាដំបូងគឺអញ្ចឹងគ្រប់អាវបងប្អូនណាខ្ញុំកាត់ទាំងក្រោយមុនបន្ទាប់មកយើងទៅរកជំរឿក្លៀកដើម្បីរកជំរឿក្លៀកយើងយកជុំវិញទ្រូងចែកនឹង6បូក3អញ្ចឹងជុំវិញទ្រូងយើង94ចែកនឹង6បូក3ទៅបាន18កន្លះអញ្ចឹងជំរឿក្លៀកយើង18កន្លះណាបងប្អូនតោះមកយើងរកជុំវិញតាគៀកជុំវិញតាគៀកយើង98ចែកបាន24កន្លះហើយទ្រូងយើង24 96 24ណាបងប្អូនចាបន្ទាប់មកយើងគូពីតាគៀកមករកទ្រូងជុំវិញទ្រូងតោះមកចូលរៀង2លេខណាបងប្អូនចូលកន្លែរៀង2លេខហើយយើងគូមកហើយចេញធ្នេរួចរាល់មកធ្នេ3លេខមកបងប្អូនសំខាន់ជាងគេធ្នេបើយើងអត់ចេញអាចខូចបើសិនជាកាត់ភ្លេចធ្នេគឺខូចទាំងអស់អាវយើងតបមកយើងចូលក្លៀក5លេខគូទៅជួបមួយស្មាជំរឿក្លៀកតបមកយើងគូស្មាទុកធ្នេលេខកន្លះអញ្ចឹងចេញចូលក6លេខគូជួបជាមួយប្រវែងស្មាណាបងប្អូនតបមករចម្ងាយក្លៀកទាំងក្រោយគេហៅសន្ទះក្រោយណាបងប្អូនហ្នឹងហើយសន្ទះក្រោយបានយើងឃ្វាលក្លៀកក្រោយមកបងប្អូនអញ្ចឹងសន្ទះក្រោយយើង34ចែកបាន17បូកធ្នេមួយលេខ18ចឹងមកតមករកជំរឿសម្រងដោះបងប្អូនសម្រងដោះយើងទាំងក្រោយនេះហើយតមករកចម្ងាយជីបដើម្បីរកចម្ងាយជីបទាំងក្រោយយកត្រគាកចែកនឹង10ដូចថា96ចឹងយើងចែកបាន9កន្លះឬក៏100យើងកាត់យើងចែកបាន10ចឹងយើងដកកន្លះមកនៅ9កន្លះចឹងវិធីកាត់ងាយងាយបងប្អូនមើលវិធីហ្នឹងមកហើយវីដេអូខ្ញុំបង្រៀនបងប្អូនពីដំបូងទៅកាត់ទាំងក្រោយទាំងមុខអញ្ចឹងវីដេអូនេះខ្ញុំបង្រៀនបងប្អូនទាំងកាត់ទាំងក្រោយឆ្លងទាំងមុខហើយនឹងជាកចាបន្ទាប់ពីយើងកាត់ទាំងក្រោយរួចយើងមកឆ្លងទាំងមុខអញ្ចឹងយើងចម្លងកន្លែរៀងហើយនឹងសម្រងដោះទាំងក្រោយណាបងប្អូនតោះមកយើងគូកន្លែរៀងដែលយើងចម្លងបានយើងគូហើយចោះមួយលេខកន្លះអាហ្នឹងសម្រាប់សម្រងដោះទាំងមុខគូចោះពីទាំងក្រោយមួយលេខកន្លះតោះមកយើងរកចម្ងាយជីបទាំងមុខអញ្ចឹងយើងបោះចម្ងាយដោះគេសងខាងហ្នឹងទៅឲ្យបងប្អូនចែកឲ្យយកមកដាក់មកហ្នឹងអត់មានក្បួនអីទេហ្នឹងគឺបោះជាក់ស្ដែងតោះមកយើងជីបក្លៀកយើងគូកន្លែងជីបក្លៀកយើងជីបរួចរាល់បានយើងត្រួតទាំងក្រោយពីលើណាបងប្អូនយើងជីបក្លៀកតូចសិនមកយើងកុំជីបធំពេកបន្ទាប់ពីយើងជីបតូចហើយដល់ពេលយើងដេកយើងលួចឲ្យធំតិចមកដូចវាត្រូវស្អាតណាបងប្អូនបន្ទាប់មកយើងលើកទាំងក្រោយត្រួតពីលើមករួចរាល់ហើយយើងចេញក្បាលពោះបងប្អូនបើសិនជាភ្ញៀវយើងក្បាលពោះធំយើងចេញ3លេខកន្លះឬក៏4លេខអញ្ចឹងទៅហើយបើតូចយើងថយតាមនឹងមកយើងពេលវាស់យើងត្រូវសង្កេតមើលភ្ញៀវដែលគាត់មានក្បាលពោះតូចឬធំតែបើតាគៀកឲ្យទ្រូងអានោះយើងវាស់ជាក់ស្ដែងរឿងក្បាលពោះគឺយើងកាត់វាថាក្បួនខ្ញុំដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងយើងត្រូវចេញក្បាលពោះហើយខាងលើយើងហួសបានន័យថាផ្ទាំងមុខតូចជាងផ្ទាំងក្រោយមួយលេខខាងលើបានន័យថាកអញ្ចឹងខ្ញុំបង្ហាញបងប្អូនរួចរាល់អស់ហើយបន្ទាប់មកយើងធ្លាក់មុខ2លេខនឹងធ្លាក់ទាំងមុខបងប្អូនដោយសារយើងត្រួតទាំងក្រោយពីលើឥឡូវយើងធ្លាក់មុខ2លេខទៅលើទាំងមុខតោះមកយើងគូប្រឆិតមកធ្នេចំហៀងគឺស្មើគ្នាទេគឺធ្លាក់តាមុខទេជើងអាវខាងមុខណាបងប្អូនតោះមកយើងធ្វើការកាត់តែម្ដងអត់មានអីយូរទេគឺយើងកាត់តាមទាំងក្រោយទាំងអស់អញ្ចឹងវិធីកាត់ងាយទាំងមុខខ្ញុំគឺបងប្អូនមើលវីដេអូហ្នឹងទៅនឹងយល់ហើយចេះធ្វើបានអញ្ចឹងវីដេអូខ្ញុំនេះបង្ហាញពីរបៀបកាត់ទាំងមុខទាំងក្រោយហើយរបៀបកាត់របស់ខ្ញុំគឺកាត់ទាំងក្រោយមុនបងប្អូនឆ្ងល់ឡើងបើកាត់អញ្ចឹងតើស្រួលពាក់អត់គឺស្រួលពាក់បងប្អូនសំខាន់លើដេទៀតបងប្អូនចេះដេច្បាស់លាស់ទៅបងប្អូនធ្វើបានឥឡូវវិធីកាត់ខ្ញុំឥឡូវខ្ញុំយកទាំងមុខមកកាត់ស្មើមុខ2លេខអញ្ចឹងបន្ទាប់ពីយើងកាត់ត្រួតគ្នារួចយើងកាត់ស្មើមុខចេញ2លេខមកបន្ទាប់មកយើងត្រូវជាក្លៀកមុខទៀតណាបងប្អូនអញ្ចឹងរបៀបវាស់ខ្ញុំគឺវាស់សន្ទះមុខសន្ទះក្រោយហ្នឹងដើម្បីយកមកចែកកន្លែងក្លៀកហ្នឹងបងប្អូនឥឡូវខ្ញុំជីបមិញហ្នឹងវាកលៀតពេកឥឡូវមុននឹងជាក្លៀកខ្ញុំលើកចម្ងាយលើកជីបក្លៀកហ្នឹងឡើងលើសិនដើម្បីឲ្យចេញរៀងខ្វៀលក្លៀកហ្នឹងមកស្អាតណាបងប្អូនឡើងដោះឲ្យនឹងបងក្លៀកហ្នឹងគឺសំខាន់ជាងគេបើយើងធ្វើខុសគឺឃើញថាអាវយើងអត់ស្អាតឥឡូវបន្ទាប់ពីយើងដូរទីតាំងជីបក្លៀករួចរាល់ខ្ញុំធ្វើការចែកសន្ទះមុខឥឡូវខ្ញុំនេះឲ្យគូគំនុះដូរទីតាំងណាបងប្អូនចាបងប្អូនឲ្យសន្ទះមុខខ្ញុំហ្នឹង15 30ចែកពី2បាន15ហើយយើងបូកធ្នេមួយលេខទៅយើងដាក់16ចម្ងាយសន្ទះមុខទាំងមុខសន្ទះមុខទាំងមុខហើយនឹងសន្ទះក្រោយទាំងក្រោយចាឥឡូវយើងចាប់មកធ្វើទាំងមុខហើយឥឡូវយើងចោះរកជីបទាំងមុខណាបងប្អូនយើងចោះពីចុងដោះយើងមក6លេខយើងគូកលាក់មួយដើម្បីដាក់ប៉ងទៅវាឆ្លិចរៀងស្អាតណាបងប្អូនអញ្ចឹងខ្ញុំបង្ហាញពីរបៀបគូជីបបន្តទៀតឥឡូវអាទីតាំងយើងយើងលុបចេញដើម្បីកាត់ទៅកុំឲ្យច្រឡំគ្នាយើងលុបចេញឥឡូវយើងមកធ្វើជីបទាំងមុខចាកលាក់រៀងយើងចេញជីប3លេខសងខាងហើយចោះកលាក់នេះ6លេខយើងគូអញ្ចឹងមកអញ្ចឹងបន្ទាប់មកយើងយកបន្ទាត់ត្រង់គូពីចំណុចជីប6លេខចោះមករលាក់រៀងជីបរៀង3លេខខាងលើចេញមកខាង2លេខអញ្ចឹងណាបងប្អូនចុះបងប្អូនអត់យល់បងប្អូន
មើលពីបេះដូងទៅយល់ហើយកន្លែងហ្នឹងតមកយើងចូលធ្នេហើយយើងចែកប្រឡោះជីបទី2របស់យើងអញ្ចឹងធ្នេ3លេខហើយយើងចែកប្រឡោះមកយើងដឹងចំណុចទេពេលយើងគូអាជីបទី1ហើយយើងអាចរកចែករកប្រឡោះជីបទី2បានអញ្ចឹងបងប្អូនមើលទៅវិធីងាយៗហើយខ្ញុំធ្វើហើយម៉ូតហ្នឹងគឺកន្ទុយត្រីជើងក្រោមអញ្ចឹងខ្ញុំបង្ហាញកុំឲ្យខាតពេលវីដេអូមួយខ្ញុំនឹងរៀនបងប្អូនពីអាវកន្ទុយត្រីផងអាវស្មាផ្ដាច់ផងហើយឃ្លៀកនេះខ្ញុំជីបមួយទៀតមកដើម្បីថាកុំឲ្យវិសល់ឃ្លៀកអីចឹងបងប្អូនយើងជីបយើងលួចជីបថែមមកពីកន្លែងមកអញ្ចឹងយើងមើលរៀងអ្នកពាក់ដែរបងប្អូនបើសិនជាគាត់ដើមដៃតូចឃ្លៀកគាត់តូចយើងអាចជីបពីកន្លែងទៅតែបើគាត់ដើមដៃធំហើយយើងមិនជីបពីកន្លែងទេគឺយើងជីបតែមួយធម្មតាចឹងមកចាបងប្អូនហ្នឹងហើយឥឡូវយើងគូមកយើងចូលឃ្លៀកតាមដែលយើងចែកសន្ទះមុខរួចរាល់ហ្នឹងហើយយើងគូតាមហ្នឹងមកអញ្ចឹងមុននឹងយើងជាឃ្លៀកក៏យើងដូរទីតាំងសិនដែរដល់ពេលយើងនេះទៅនៅសល់សាច់ជាចឹងទៀតណាបងប្អូនឥឡូវរួចរាល់ហើយពីជីបរបស់យើងនៅតែយើងចោះរកកទេបងប្អូនអញ្ចឹងចាប់ដើមចោះកនឹងវាស់បច្ចៈសន្ទះមុខយើងហ្នឹងគឺវាស់បច្ចៈឡើងវិញផ្លែកខុសណាមុំកឃ្លៀកមុំឃ្លៀកស្អាតបងប្អូនពេលយើងជាត្រូវយើងសិតតែមានក្បួនខ្នាតរបស់គេឥឡូវយើងចាប់ដើមគូចំណុចខ្វៀលពេលយើងកាត់ទៅយើងខ្វៀលឡើងនឹងផ្ដាច់ណាអញ្ចឹងយើងគូចំណុចខ្វៀលអញ្ចឹងយើងគូដៃក៏បានយើងមានឈៀកយើងគូដាក់ឈៀកអញ្ចឹងក៏បានធ្វើពុំដើម្បីគូខ្វៀលពីចំណុចមួយទៅចំណុចមួយអញ្ចឹងរួចរាល់ជាការស្រេចបងប្អូននៅចាប់ដើមធ្វើកម្ដងចាបងប្អូននឹងជាដំបូងយើងចេញទៅទឹងក6លេខសិនបន្ទាប់មកយើងចោះ1លេខខ្លះថ្នេបន្ទាប់មកយើងរកជម្រើកដែលភ្ញៀវគាត់ចង់បានវាស់ករួចរាល់រួចបន្ទាប់មកយើងមកវាស់កន្លែងសំចេះហ្នឹងយើងចង់បានត្រឹមណាបន្ទាប់មកយើងគូមកស្រួចមករកកន្លែងសំចេះស្មាមកអញ្ចឹងខ្ញុំបានគូបង្ហាញបងប្អូនតែពេលកាត់ថតវាអត់បានចុចណាបងប្អូនឥឡូវបងប្អូនដឹងតែខ្ញុំគូអញ្ចឹងគឺខ្ញុំកាត់តាមហ្នឹងហើយអញ្ចឹងបងប្អូនមើលឲ្យធ្វើបានហើយកន្លែងនេះខ្ញុំលួចកបន្តិចដើម្បីឲ្យវាករួមតូចស្អាតណាបងប្អូនកុំឲ្យវារីកពេលយើងកាត់រួចណាចឹងទាំងមុខរួចរាល់ហើយយើងចោះករួចរាល់ហើយបងប្អូនអត់មានអីបាក់ទេខ្ញុំជាគ្រាខ្ញុំបងគ្រាក៏រួចរាល់ដែរគាត់បង្ហាញតែគូឥឡូវយើងចាប់ដើមទៅធ្វើទាំងក្រោយចាំបងប្អូនឥឡូវទាំងក្រោយយើងចោះកម្ដងសិនចោះ7លេខចឹងសិនមកបងប្អូន7លេខនៅយើងដកថ្នេរដល់អីទៀតវានៅសល់តែ5ទេនៅសល់6ទៅ5កន្លះឥឡូវយើងយកស្រួចមុខស្រួចក្រោយតែខាងក្រោយយើងយករៀងរាក់ដែរហើយយើងគូជីបឲ្យស្រួលមួយសិនមកឥឡូវយើងរកចម្ងាយជីបទាំងក្រោយយើងបានបន្ទាត់ត្រង់ហើយឥឡូវយើងមកចូលជីបហើយនឹងធ្លាក់ក្រោយដូចថាធ្លាក់ក្រោយអញ្ចឹងយើងចម្លងទាំងមុខសម្លងរៀងផ្សេងទាំងក្រោយសម្លងរៀងផ្សេងឥឡូវយើងគូជីបតាមហ្នឹងមកចាបងប្អូនឥឡូវបន្ទាប់ពីយើងបានជីបបានវងកដែលយើងចង់បានរួចរាល់ហើយបងប្អូនគាត់នៅវីដេអូខ្ញុំគូបង្ហាញបងប្អូនហ្នឹងមានជំរឿកមុខកក្រោយមានរួចរាល់ហើយគាត់ខ្ញុំអត់បានថតកាត់ពេលពងកាត់ហ្នឹងខ្ញុំអត់បានចុចទេបងប្អូនយើងវាច្រឡំចុចបិទទៅច្រឡំថាចុចថតណាបងប្អូនកន្លែងនោះអត់បានបង្ហាញបងប្អូនពីរបៀបកាត់ប៉ុន្តែខ្ញុំបង្ហាញគូអីរួចរាល់ហើយគាត់ខ្ញុំអត់បានបង្ហាញរបៀបកាត់ឥឡូវនេះដល់វគ្គយើងធ្វើជ្រៀកធ្នេមករីកជើងកន្ទុយត្រីណាបងប្អូនអញ្ចឹងវិធីងាយបងប្អូនមើលជាបន្តទៀតមកឥឡូវចប់វគ្គកាត់ហើយនឹងកាត់កឥឡូវយើងមកធ្វើកន្ទុយត្រីអញ្ចឹងវីដេអូមួយនេះខ្ញុំបង្ហាញបងប្អូនពីរមុខហ្មងអញ្ចឹងកខ្ញុំលួចកតិចអីខ្ញុំបិទស្កតអីបងប្អូនមើលតាមហ្នឹងទៅគឺខ្ញុំបង្ហាញបងប្អូនទាំងអស់អត់មានលាក់លៀមទេគឺដើម្បីកអត់ស្អាតយើងមានវិធីលួចកយ៉ាងម៉េចគឺខ្ញុំមាននៅក្នុងវីដេអូហ្នឹងទាំងអស់ណាបងប្អូនឥឡូវវាជីបយើងកាត់សាច់យើងជីបហ្នឹងចោលទាំងអស់ដើម្បីយើងចេញធ្នេនៅលើកណាត់យើងដេរមកវិញគឺត្រូវហ្មងអញ្ចឹងធ្នេខាងមុខហ្នឹងយើងជីបមកខាងពីរយើងខ្វៀលផ្ដាច់មកខាងពីរដើម្បីយើងជ្រៀកយើងរីកកន្ទុយត្រីទៅឃើញស្អាតណាបងប្អូនចឹងវិធីងាយបងប្អូនមើលវិធីហ្នឹងមកវិធីងាយស្រួលទាំងម៉ូតកទាំងម៉ូតកន្ទុយត្រីខ្ញុំមានបង្ហាញនៅក្នុងវីដេអូហ្នឹងទាំងអស់ចាបងប្អូនហ្នឹងហើយសូមអរគុណបងប្អូនទាំងអស់ដែលបានតាមដានទស្សនាវីដេអូខ្ញុំគ្រប់វីដេអូហើយនឹងខមមិនពាក្យល្អអញ្ចឹងខ្ញុំនឹងរកវិធីបង្ហាញបងប្អូនជាបន្តទៀតនៅម៉ូតប្លែកហ្នឹងហើយឥឡូវបងប្អូនបិទกระดาษមកហើយយើងចេញរីកធ្នេកន្ទុយត្រីលើសាច់กระดาษយើងមកហើយបន្ទាប់មកយើងទុកសាច់កណាត់ទុកលើកណាត់ទុកធ្នេលើកណាត់1លេខកន្លះចឹងមកបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញតែពីរបៀបកាត់ពុំលើกระดาษទេបន្ទាប់ទៅខ្ញុំនឹងបង្ហាញកាត់លើកណាត់ហើយនឹងដេរជូនបងប្អូនណានឹងបង្ហាញដេរទាំងស្រុងហើយនឹងកាត់លើกระดาษជូនបងប្អូនកាត់លើកណាត់ដើម្បីឲ្យបងប្អូនយល់ថាពេលកាត់លើกระดาษមិនយកទៅដាក់លើកណាត់ចេញធ្នេរបៀបបាច់ចឹងខ្ញុំបង្ហាញបងប្អូនទៅបងប្អូននឹងយល់ហើយអញ្ចឹងអត់មានអីយូរទេបន្ទាប់ពីយើងចេញកន្ទុយត្រីកាត់រួចរាល់ហើយជាការស្រេចទេបងប្អូនអត់មានអីយូរទេចាបងប្អូនហ្នឹងហើយបន្ទាប់ពីយើងចេញកន្ទុយត្រីហើយយើងអាចកាត់តម្រង់ជើងអាវឡើងវិញបានដោយថាយើងរីកទៅ
យើងចេញតម្រងវារៀងអត់សមវាអត់លះអញ្ចឹងយើងអាចជាឡើងវិញសម្រងអាវដែលយើងចង់បានចាឥឡូវបន្តមកយើងមកធ្វើផ្ទាំងក្រោយណាបងប្អូនអញ្ចឹងយើងជ្រៀកចេញដាច់ពីគ្នាយើងកាត់ជីបចោលឲ្យរួចរាល់យើងចេញកន្ទុយត្រីរីកជើងចាបងប្អូនហ្នឹងហើយរបៀបរីកជើងវាមិនខុសគ្នាអីជាមួយផ្ទាំងមុខទេបងប្អូនគឺដូចតែគ្នាទេតែខ្ញុំបង្ហាញបងប្អូនឲ្យចប់ទៅរបៀបផ្ទាំងមុខផ្ទាំងក្រោយរបៀបម៉េចបងប្អូនមើលទៅអញ្ចឹងផ្ទាំងមុខជំរាកមុខគេផ្ទាំងខាងមុខឧទាហរណ៍ថាយើងមាន3ផ្ទាំងអញ្ចឹងតែខាងមុខហ្នឹងយើងអត់ចេញទេយើងអត់រីកជើងទេឬយើងរីកជើងមកចំហៀងសងខាងអញ្ចឹងមកហើយអាវខ្ញុំនេះចំហៀងក៏ខ្ញុំអត់រីកដែរអាខាងកន្លែងធ្នេ3ដីខ្ញុំអត់រីកទេខ្ញុំរីកតែប្រឡោះធ្នេជីបចំហៀង2ហ្នឹងបងប្អូនចាបងប្អូនហ្នឹងហើយវីដេអូដែលខ្ញុំធ្វើបង្ហាញទៅបងប្អូនហ្នឹងគឺវីដេអូខ្ញុំធ្វើខោអាវជូនភ្ញៀវណាបងប្អូនអាវភ្ញៀវគាត់កំងម៉ូតដែរខ្ញុំបង្ហាញទៅបងប្អូនម៉ូតហ្នឹងចាបងប្អូនហើយនេះវីដេអូកាត់រួចទេបងប្អូនរីកជើងប៉ុណ្ណឹងហើយស្មាសម្ដែងបងប្អូនមើលមកផ្ទាំងមុខហើយនឹងផ្ទាំងក្រោយណាបងប្អូនអញ្ចឹងដៃអញ្ចឹងខ្ញុំបានបង្ហាញពីដៃទៅបងប្អូនទេអញ្ចឹងវីដេអូវគ្គ1នេះខ្ញុំធ្វើប៉ុណ្ណឹងសិនបន្ទាប់ពីវីដេអូរួចរាល់ដេខ្ញុំបង្ហាញបញ្ជាក់បន្ថែមណាបងប្អូនឥឡូវដៃអាវវាមានគំនុកដូចថាឥឡូវយើងវាស់ផ្ទាំងមុខប៉ុណ្ណាយើងគូសធ្វើហ្នឹងដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងអាហ្នឹងវិធីដេដៃស្មាសម្ដែងយើងកាត់ដៃអាវធម្មតាទាំងអស់ប៉ុន្តែយើងយកមកវាស់មួយតួអាវអញ្ចឹងអាវខ្ញុំរបៀបដេហួសទៅមុខមួយលេខឃ្លៀកដៃអាវអញ្ចឹងក៏របៀបវាស់ហ្នឹងក៏ត្រូវហួសអញ្ចឹងដែរបងប្អូនអញ្ចឹងអានេះផ្ទាំងក្រោយត្រូវហួសមកមុខអញ្ចឹងវាស់អញ្ចឹងមកប៉ុន្តែដៃអាវខ្ញុំនេះខ្ញុំអត់ទាន់កាត់ទេខ្ញុំគ្រាន់តែគូសបន្ទាត់ចំណាំថានឹងត្រូវបត់ធម្មតាអញ្ចឹងយើងបត់ក៏បានយើងទុកធ្នេឲ្យយើងកាត់ចោលបានតែដល់ខ្ញុំបត់ដោយសារវាមិនច្រើនដែរខ្ញុំបត់ប៉ុណ្ណឹងទៅខ្ញុំដេបើសិនជាថ្ងៃក្រោយភ្ញៀវក៏អត់ស្រឡាញ់ដៃសម្ញេះទេគាត់អាចក្តាប់ឡើងមកវិញបានណាបងប្អូន